cocktail បាទ3កន្លែងនេះល្បីជាងគេប្រចាំសៀមរាបតែមួយណាឆ្ងាញ់ជាងគេទៅចុះតម្លៃវិញមិនដែរមួយណាថ្លៃជាងគេកន្លែងទី1គឺ Miss Wong ដែលដេកគេបែបចិន concept គេអីហ្នឹងនៅហ្នឹងមានទាំង cocktail ទាំង mocktail ស្រាវ៉ាញអីផ្សេងចំពោះអ្នកចូលចិត្តបែបឯកជនភាពស្ងប់ស្ងាត់អាចទៅនឹងបានព្រោះខាងក្នុងគេបែបល្ងឹត cozy នៅក្នុងហាងមានជាងក្លុកក្លៀតច្រើនចឹងអ្នកគេចង់បានបែបស្ងប់ស្ងាត់ទៅលួច date ឬក៏អីហ្នឹងអាចទៅនឹងបានចំពោះទាំង3កន្លែងហ្នឹង Miss Wong ថ្លៃជាងគេខ្ញុំបានកំង signature drink គេ Miss Wong Punch មួយកែវហ្នឹង$7រសជាតិវាផ្អែមស្រាលគឺឆ្ងាញ់ហើយក៏គេឲ្យនំមួយចាននេះឥតគិតថ្លៃសម្រាប់ញ៉ាំដែរវាជាលើកទី1ដែលខ្ញុំទៅហាងហ្នឹងប៉ុន្តែខ្ញុំចូលចិត្តមែនតើទាំងការតុបតែងហាងទាំងចម្រៀងទាំងសេវាបុគ្គលិកអីហ្នឹងគឺល្អហើយភ្ញៀវនៅហ្នឹងក៏ស្រួលដែរអត់មានណាគេញ៉ៃទេកន្លែងទី2គឺជាកន្លែងសម្រាប់ចិត្តខ្ញុំយូរហើយគឺអាសនៈផ្ទះឈើបុរាណខ្ញុំទៅសៀមរាបលើកណាក៏ដែរខានដែរនិយាយទៅសរុបលេងតាំងពីគាត់បើកមកហ្នឹងអត់តិចជាង10ដងទេសូម្បីតែខ្ញុំទៅសៀមរាបលើកនេះមួយផ្លែតហ្នឹងខ្ញុំទៅ2ដងដោយសារខ្ញុំស្រឡាញ់ decor និង concept ហាងគាត់មែនតើគឺធ្វើចេញមកមានអត្តសញ្ញាណជាខ្មែរហ្មងសូម្បីតែ decor កន្លែងអង្គុយរបស់ prepare របស់តតែហ្នឹងគឺសុទ្ធតែខ្មែរហ្មងហើយដែលសំខាន់គាត់ដាក់ piano ឲ្យលេងទៀតហើយ piano លេងបានមែនតើណាថ្ងៃខ្ញុំទៅថ្ងៃទី1ហ្នឹងចំថ្ងៃធម្មតាអញ្ចឹងទៅអត់មានមនុស្សទេមានតែ2តុកតែគាត់ប៉ុន្តែខ្ញុំទៅលើកទី2សៅរ៍អាទិត្យគឺមានមនុស្សច្រើនអ៊ូអរកន្លែងគាត់គឺធំល្អមានទាំងលើមានទាំងក្រោមហើយទីតាំងគឺនៅម្ដុំ pub street ហ្នឹងអញ្ចឹងយើងចេញពី pub street អីយើងអាចចូលក្នុងហ្នឹងបានចំពោះភេសជ្ជៈខ្ញុំបានកំង Asana Sling ដែលជា signature cocktail របស់ពួកគាត់ដូចគ្នាមួយកែវ4.75ព្រោះជាតិវាផ្អែមចឹងអ្នកគេចូលចិត្តស្រាលអីហ្នឹងអាចញ៉ាំអាហ្នឹងគឺត្រូវបើប្រៀបធៀបជាមួយពីកន្លែងទៀតខ្ញុំឆ្លាញ់ concept Asana ហ្នឹងជាងគេដោយសារវាទីធ្លាធំចឹងយើងអាចនិយាយអាចអីគ្នាបានលឺអត់អីទេហើយខ្ញុំទៅថ្ងៃទី2ហ្នឹងគឺជុំគ្នាមិត្តភក្តិខ្ញុំច្រើនមែនតើហើយបានយក board game មកយកទៅលេងហើយបុគ្គលិកនៅហ្នឹងក៏រួសរាយរាក់ទាក់ដែរកន្លែងចុងក្រោយគេហ្នឹងគឺ laundry គេហៅទៅ laundry ហ្នឹងមិនហៅទៅបោកកៅអៅណាទាំងអស់នេះគឺគេហៅទៅ pub ចំពោះអ្នកចូលចិត្តបែបអ៊ូអមនៅច្រើន socializing make friends អីហ្នឹងគឺកន្លែងត្រូវទោះខ្ញុំទៅថ្ងៃ weekday ក៏ខ្ញុំឃើញមានមនុស្សច្រើនអ៊ូអមនៅហ្នឹងដែរហើយក៏គេមានការវិភាគ performance band អីផ្សេងដែរហើយខ្លះខ្ញុំឃើញមាន band ពីបរទេសមកសម្ដែងអីចឹងទៅអ្នកចូលចិត្តលេងបុកបិយ៉ាក៏ត្រូវដូចគ្នានៅហ្នឹងមាន2កន្លែងចំពោះ cocktail គាត់ខ្ញុំបានកំង passion dom ក៏ជា signature drink របស់ពួកគាត់ដែរក្នុងចំណោម3ហ្នឹងគាត់ជាតិអកលនៅ laundry ខ្លាំងជាងគេអញ្ចឹងណាគេស្រាលអីហ្នឹងដាក់មួយកែវទៅគឺតើងហើយប៉ុន្តែរសជាតិ cocktail គាត់ឆ្ងាញ់ដូចគ្នាខ្ញុំចូលចិត្តមួយកែវហ្នឹង4នេះកន្លែងហើយទីតាំងគាត់នៅជាប់ Miss Wong នឹងឯង